ជីឡានចេញពីប្រទេសឆេកឆ្លងកាត់អាល្លឺម៉ង់ទៅលេងបារាំងនៅក្នុងវីដេអូនេះនាំបងប្អូនទាំងគ្នាឲ្យដើរមើលមួយខ្ញុំ3ប្រទេសមើលថាតើវាខុសគ្នាមិនហើយស្អាតប៉ុណ្ណាតោះទៅមើលខ្ញុំទាំងគ្នាជំហានដំបូងគឺយើងធ្វើដំណើរចេញមកពីប្រទេសឆេកហើយយើងជួលឡានជួលអីជិះមកឥឡូវនេះយើងបានមកដល់ប្រទេសអាល្លឺម៉ង់ហើយនេះគឺធ្វើដំណើរយូរមែនទែនទម្រាំរបស់នេះចំណាយពេលខ្ទង់មិនក្រោម10ម៉ោងទេបងប្អូនទាំងគ្នាបើសិនជារាប់បញ្ចូលជាមួយនឹងពេលវេលាដែលយើងដើរញ៉ាំអីចូលមើលលេង Christmas Market នៅប្រទេសអាល្លឺម៉ង់ទៀតយូរមែនទែនហ្មងទម្រាំតែម្ដងនេះបាទឥឡូវនេះយើងនៅក្នុងទឹកដីអាល្លឺម៉ង់ឡើយស្អែកឡើងបានយើងចេញទៅលេងបារាំងហើយសរុបធ្វើដំណើរទាំងអស់គឺយើងប្រហែលជាចំណាយខ្ទង់12ម៉ោងទាំងចូលសម្រាប់ទាំងចូលដើរលេងបាទមូលហេតុដែលពួកខ្ញុំសម្រេចចិត្តថាមិនគេងនៅបារាំងហើយបែរជាមកគេងនៅអាល្លឺម៉ង់គឺមានពីរមូលហេតុទីមួយដោយសារតែពួកខ្ញុំចង់ជិះចូលមើលផ្សារគេហៅថា Christmas Market នៅក្នុងប្រទេសអាល្លឺម៉ង់ហើយយើងគេងនៅអាល្លឺម៉ង់ដែលមានផ្ទះដែលមានតម្លៃរៀងថោកជាងនៅបារាំងរួចហើយថ្ងៃបន្ទាប់បានយើងទៅលេងប្រទេសបារាំងតែម្ដង2ហើយខាងនេះអាចផ្ដល់សនហើយបើសិនមានក្មេងអាចបានមួយទៀតបន្ទប់ស្តៀងគ្នាមួយទៀតអានេះអាចគេបាន2ទៅ3នាក់ដូចគ្នាមានទូទោសមានអីចាំមកកញ្ចក់អីចាំមកស្ទាយគេមកបេអានេះមានកសែងជាមួយទឹកហើយមានខាងនេះមានផ្ទះបាយខាងនោះមានកន្លែងលាងចានឥឡូវយើងចូលមកមើលបន្ទប់ទឹកប្រគុណម្ដងចូលអត់មានអីណានិយាយចឹងភ័យងខ្ញុំថាមើលអំពូលគេនោះអត់ថាមើលអំពូលគេនោះអត់អូដូចរយនេះមួយទឹកដូចចូលក្លឹបអីមែនថាអូយស្អាតមែនតាអានេះសោះថាគេបាននេះដល់ស្អាតនេះសំខាន់មានផ្កាយមានអីទៀតទេបងមែនទេហើយគេមានកន្លែងលេងដៃគេឡើងភ្លឺចាញ់ហ្មងមើលប្រគុណមើលគាត់នៅអឺរ៉ុបនេះអត់មួយយ៉ាងអត់មានបាញ់គូនអូស្អាតអានេះម៉ាស៊ីនកម្ដៅអូខេអីមែនតើហ្មងស្អាតខ្លាំងអូតែមានគេហៅគេហ្នឹងគេខ្លាក់ខ្លោនហ្នឹងហើយមិនយើងភ្លេចថតភ្លើងភ្លើងមកគេនេះទម្រាំតបានហូបបាយល្ងាចនេះប្រហែលជាម៉ោង1យប់ម៉ោង2យប់នេះតាមខ្ញុំចាំម្នាក់គឺងុយគេងអស់ហើយក៏នាំគ្នាងុយទឹកទៅសម្រាប់ទៅថ្ងៃបន្ទាប់គឺយើងមកដើរមើល Christmas Market នៅក្នុងប្រទេសបារាំងតែម្ដងនេះគឺយើងចំណាយពេលប្រហែលក្នុង7ម៉ោងដើម្បីជិះពីព្រំដែនអាល្លឺម៉ង់ទៅមើល Christmas Market នៅក្នុងប្រទេសបារាំងពងតែថតមានទូឯករបស់យើងនេះដើរចូលឆ្កុយមានទូឯករបស់យើងនេះតើអ្នកនៅឆេកបានគាត់ស្គាល់ជាពិសេសនិស្សិតនិយាយលេងសើចបងប្អូនទាំងគ្នានៅក្នុងប្រទេសបារាំងនេះគឺ Christmas Market របស់គេស្អាតខ្លាំងមែនទែនបងប្អូននេះឃើញអញ្ចឹងគឺគេតុបតែងគេមានតម្លាក់ស្អីគេនឹងដូចពេញប៉ោងមូលនឹងមកហើយគឺស្អាតខ្លាំងមែនទែនហើយភ្ញៀវទេសចររបស់គេគឺដូចបុណ្យកឋិនបុណ្យអុំទូកខ្មែរយើងកាលពីប្រហែលឆ្នាំមុនអញ្ចឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាមកលេងបារាំង